បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំពីរបៀប print ប្លង់នៅក្នុង AutoCAD តាមរយៈ layout អញ្ចឹងយើងដឹងហើយថានៅក្នុង file AutoCAD វាមាន layout នេះវាមាន model និង layout ជាទូទៅវាមានពីរទោះបីជាយើងលុបចោលទាំងអស់យ៉ាងហោចណាស់ក៏វានៅសល់មួយឲ្យយើងដែរណា layout មួយឧទាហរណ៍តើខ្ញុំ rename វាទៅជា A3 អូខេ001ចុះណាដាក់វាអញ្ចឹងហើយយើងចង់ print ប្លង់ហ្នឹងគឺទៅក្នុងกระดาษ A3 អញ្ចឹងយើងត្រូវគូกระดาษបញ្ឆោតមួយមក420គុណនឹង297បាទគូប៉ុណ្ណឹងមកអញ្ចឹងយើងដាក់ម៉ៅលេខនេះមើលនេះណាម៉ៅលេខនេះមើល420ណា420 297ប៉ុន្តែទំហំនេះផ្ទាំងសនេះវាអត់ត្រូវជាមួយនឹងกระดาษ A3 យើងទេអញ្ចឹងយើងធ្វើម៉េចឥឡូវបាទជំហានបន្តយើងត្រូវលុបអានេះចេញមួយមកណាហើយយើងដាក់ mouse ស្ដាំនៅលើនេះណាដាក់ mouse ស្ដាំលើហ្នឹងយើងយក Paste Setup Manager បាទវាចូលនេះឈ្មោះនេះនិងឈ្មោះនេះគឺដូចគ្នាណាយើង modify វាមកហើយយើងយកអានេះដាក់ជា PDF មក letter នេះយើងយក A3 បាទ letter យក A3 កន្លែង layout នេះយើងដាក់យក extend មកហើយយើងយក center to plot ណា center កន្លែង custom នេះយើងយក1លើ1អញ្ចឹងកាលណាយើងកំណត់ប៉ុណ្ណឹងហើយយើងឃើញអានេះ x និង y នេះនៅក្នុងរង្វង់3ជើងនេះមានន័យថាភាពលំអៀងនឹងតិចត្រឹមត្រូវអាចយកបានហើយយើង preview មើលមកវាឃើញផ្ទាំងសប៉ុណ្ណេះអញ្ចឹងយើងអូខេចោលសិនទៅណាដោយសារយើងអត់ទាន់មាន boundary กระดาษទេអញ្ចឹងយើងគូกระดาษយើងกระดาษនេះกระดาษយើងចាស់នេះណា420 297បាទត្រឹមត្រូវហើយយើងអាចលុបអានេះចោលវិញបានឥឡូវខ្ញុំទៅយកនេះកតុសឬក៏ Top block ដែលយើងបានធ្វើទុកនៅក្នុង model នេះបាទ420គុណនឹង297យើង select មកយើង Control C C ពេច snap នេះមួយមកហើយយើងចូលទៅក្នុងនេះយើងផាសវាធម្មតាមកបាទផាសវាមកនេះវាចូលខាងនេះនេះអញ្ចឹងយើង preview សារថ្មីមកឃើញនេះ boundary กระดาษហ្នឹងគឺផ្ទាំងសហ្នឹងវាចូលក្នុងហ្នឹងមកស្អាតអានេះជាតម្រង់តាមក្រុមហ៊ុននីមួយមានដូចជាគម្រោង client ឈ្មោះអី subcontractor ឈ្មោះអីហើយនឹងព័ត៌មានផ្សេងមួយចំនួនទៀតអាចតាមនឹងតាមតម្រង់กระดาษផ្ដេកឬក៏กระดาษបញ្ឈរណាតាមនឹងមកហើយយើង preview មកបាទប៉ុណ្ណឹងមកកាលណាយើងចុច exit ឬក៏យើងអាច plot សារមើលតាមដល់ដែរបាទសូម plot មកវាទៅជា PDF បាទអាចដាក់លើវាចោលសិនមកខ្ញុំ save បាទ save មើលមកអញ្ចឹងអានេះវាចេញមកអញ្ចឹងយើងមើល profile វាតិចមកបាទប៉ុណ្ណឹងរួចរាល់ណាប៉ុណ្ណឹងរួចរាល់មួយទៀតអ្វីដែលខ្ញុំចង់ណែនាំនៅទីនេះកាលពីមុនណាដើម្បីយើង preview បានយើងត្រូវអីគេហៅត្រូវ Control P ហើយមកយើងចុចរើសកណ្ដាលអញ្ចឹងមកយក A3 ដូចជាពីពេលហ្នឹងយើងយក window ណា select window ចេះ select អញ្ចឹងមកអានេះយើងកំណត់មួយលើមួយអីជាធម្មតាឬក៏យើងអ្នកខ្លះក៏យក fit ណាតែយក fit នេះវាអត់សូវត្រូវទេកាលណាយើងកំណត់កណ្ដាល A2 ជួនកាលយើងច្រឡំ print ក្នុង A3 ឃើញអក្សរតូចៗអញ្ចឹងទៅអញ្ចឹងយកល្អយើងយកកន្លែងនេះយើងយកមួយលើមួយណាយកមួយលើមួយអញ្ចឹងទៅច្បាស់ថាกระดาษយើងកំណត់ A3 យើង print ទៅ A3 គឺវាត្រូវទំហំអក្សរនេះគឺស្តង់ដារតែម្ដងបាទនេះ preview ចុងក្រោយបានដូចគ្នាណាបានដូចគ្នារបៀប Control P ហ្នឹងគឺ Control P ហ្នឹងគឺបុរាណបន្តិចសម្រាប់ AutoCAD version ចាប់ពី2010ដូចជា16 17ឡើងវាមានកន្លែងនេះមួយនេះយើងចុចលើហ្នឹងមកយើងយកនេះ plot preview មកវាលោតទៅនេះឲ្យយើងណាលោតឲ្យយើងអញ្ចឹងយើងគ្រាន់តែចុចលើហ្នឹងមកវានឹងលោត preview ឲ្យយើងឲ្យស្រេចកាលណាយើងចង់ plot ចុច plot មកឥឡូវខ្ញុំ save មួយទៀតsave មួយទៀត replace ចាស់ចោលអញ្ចឹងទៅណាreplace ចាស់ចោល